lấy chanh màu cả một cồn nhau mắt cả anh thì នេះបងប្អូនរដ្ឋាភិបាលនាមណនេះត្រៀមខ្លួនជាមួយនឹងបាទក្រាក់គុំគូននៅក្នុងសប្តាហ៍នេះនៅក្នុងសង្វៀន TVK បាទវាទីវអ្វីដែលសំខាន់ខ្ញុំឃើញនេះបាទរៀងរើតំណងខ្មៅស្អាវឬខ្មែរអង្គបន្តិចអីបន្តិចចឹងណាបងប្អូនបាទអីដែលសំខាន់ហ្នឹងត្រូវប៉ះជាមួយនឹងបាទក្រាក់គុំគូនហ្នឹងបងប្អូនប្រកាសជាធ្លាប់ស្គាល់មកពីមុនខ្លះៗហើយដោយសារបាទគាត់ជាកូនសិស្សបាទលោកគ្រូក្រាក់សំភ័សមកពីខាងខេត្តសៀមរាបឥឡូវហ្នឹងត្រូវមានភារកិច្ចធន់នៅក្នុងសង្វៀន TVK បងប្អូនតិចទៀតខ្ញុំសួរសំណួរ ទំនុកចិត្តខ្ពស់មែនទេនេះណែអឹងឆៃលក់ឧបករណ៍ជាងនឹងម៉ាស៊ីនកសិកម្មយ៉ាងសម្បូរបែបដូចជាម៉ាស៊ីនកាត់ស្មៅម៉ាស៊ីនជំរះស្មៅម៉ាស៊ីនខួងដីដាំដំណាំដាំបង្គោលរបងម៉ាស៊ីនបាញ់ថ្នាំធុងបាញ់ថ្នាំប្រាគុយម៉ាស៊ីនបូមទឹកក្បាលបាញ់ទឹកនិងឧបករណ៍កសិកម្មជាច្រើនប្រភេទទៀតព្រមទាំងមានម៉ាស៊ីនបុកដីម៉ាស៊ីនបង្ហាត់ដីម៉ាស៊ីនកាត់បេតុងនិងម៉ូទ័រជាច្រើនប្រភេទថែមទៀតផងរស់រានឡើងសូមធ្វើការតាក់ទងតាមរយៈលេខទូរស័ព្ទនិង QR Telegram ឥឡូវនេះ រដ្ឋាភិបាលនឹមណូបាទត្រៀមខ្លួនប៉ះជាមួយនឹងបាទក្រាក់គុំគូនបាទស្គាល់គុំគូនពីមុនមកហើយអត់ស្គាល់គុំគូនទេជុំគុំគូនល្អណាស់ sắp ta lư ta đại ban mới cắt lại គេល្បីថាគុំគូនហ្នឹងអ្នកលេងល្អតតស្នងពីលោកគ្រូក្រាក់សំភ័ស ăn đằng ăn đại mới អត់ដែរមើលជុំមានរឿងនិយាយគ្នាបាត់ហើយតែប៉ុណ្ណេះបងប្អូនអត់ស្គាល់ក្រាក់គុំគូនទេមិនមែនថាស្គាល់ហើយធ្វើមិនស្គាល់អត់ស្គាល់មែនជុំបាយមានអីនិយាយទៅគុំគូនមួយម៉ាត់ទេដល់ពេលអត់មានអីស្គាល់គុំគូនអញ្ចឹងតតែផ្ដាំផ្ញើទៅគុំគូនថាខ្ញុំអត់ស្គាល់ទេឥឡូវហ្នឹងមានអីចេញវីដេអូមកវិញក៏បានដែរនៅក្នុងសង្វៀន TVK đặt nhóm chụp chụp cái đây thì nhóm tao ăn cơតែឡើងទៅដឹងតែបាយ ជុំគុំគូនក្រាក់គុំគូនបងប្អូនខ្លះប្រកាសជាធ្លាប់ស្គាល់តែក្រាក់គុំគូននេះក៏គួតមកលេងទឹកដីបាននៅក្នុងសង្វៀនភ្នំពេញនៅ TVK គាត់លេងល្អមែនតើគាត់ប្រវត្តិប្រកួតគាត់កម្រចាញ់បើសិនជាមកលេងនៅភ្នំពេញហើយគាត់នឹងកីឡាគាត់វាយតាមខេត្តវាយអីច្រើនណាមើលបើយើងនិយាយពីសមិទ្ធផលនឹមណូវិញមានសមិទ្ធផលអីខ្លះសម្រាប់ក្លឹប ครับមានតែពៀនមួយ ពៀនមួយម្ចាស់ពៀនកាលនោះយើងលេងជាមួយណាគេខ្លះ លេងជាមួយសួនរឹងសរ៉តហើយនឹងថនឡងហាក់ហើយនឹងណាគេពេជ្រច្រើនមួយទៀត អូបើតាមខ្ញុំចាំប្រកួតរបស់នឹមណូចុងក្រោយដូចជាចាញ់ធនវិស្ណុហ៎ ឈ្នះវាយនៅបងស្ពឺឈ្នះត្រឡប់ ឈ្នះណាគេ ឈ្នះអូនឆ្លាត អូនឆ្លាតប្រកួតចុងក្រោយប៉ុន្តែបើយើងនិយាយប្រកួតចុងក្រោយរបស់នឹមណូនៅក្នុងសង្វៀន TVK ដូចជាចាញ់វិស្ណុមែនទេ បាទចាញ់ទុកសំរិទ្ធស្រូប អូបងប្អូនមិញគាត់ស្ដាប់ច្រឡំគាត់អត់ដឹងគាត់ស្ដាប់អត់តាន់ណាគាត់ស្មានថាខ្ញុំនិយាយប្រកួតចុងក្រោយគាត់ហ្នឹងចាញ់ណាគេតែខ្ញុំចង់សួរថាប្រកួតចុងក្រោយគាត់នៅក្នុងសង្វៀន TVK ហ្នឹងគឺចាញ់ធនវិស្ណុហ្នឹងឯងបាទហើយសម្រាប់ប្រកួតចុងក្រោយរបស់គាត់ទៀតហ្នឹងគឺគាត់នាំជ័យជំនះមកជូនក្លឹបវិញទេបាទឥឡូវនេះមានភារកិច្ចត្រូវលេងគ្នានៅក្នុងសង្វៀន TVK ប៉ះជាមួយនឹងបាទក្រាក់គុំគួនហ្នឹងបាទបាយកាភ្លើហើយដឹងថាយើងប៉ះគុំគួនហើយ អត់ដឹងឬគ្រូថាវាយនៅតតកតែដឹងតែប៉ះណាគេ ឥឡូវខ្ញុំប្រាប់ថាប៉ះគុំគួនបាទក្រាក់គុំគួនត្រៀមទាំងអស់គ្នាបងប្អូនបាទអញ្ចឹងវីដេអូនេះមានអីនិយាយទៅទស្សនិកជនហើយនឹងក្រាក់គុំគួនបន្ថែមទៀតទេ แล้วខ្ញុំចូលគ្នាថ្ងៃវាយណា អត់ដឹងថ្ងៃវាយបងប្អូនទៅក្រាក់គុំគួនហើយនឹងទស្សនិកជនណា ញ៉ាំសម្រាប់ខ្ញុំអត់មានអីនិយាយទេឡើងទៅនឹងសប្បាយតែ កុំភ្លេចជួបគ្នានៅថ្ងៃទីបាទ 15 ថ្ងៃទី 15 នៅតតក បាទថ្ងៃទី 15 ខែ 11 ឆ្នាំ 2025 បងប្អូននៅក្នុងសប្តាហ៍នេះនៅបាទតតកផ្ទាល់តែម្ដងបាទគាត់និយាយអត់ចេញចឹងនិយាយគាត់ទៅមកបងប្អូនបាទក្នុងការប្រកួតនោះមាន2ថ្ងៃមានវីអាទីវនិងគុតគុនខ្មែរហើយក្នុងគុតគុនខ្មែរនោះមានកីឡាករល្បីៗច្រើនហើយវីអាទីវមានកីឡាករល្បីៗច្រើនដូចគ្នាជាពិសេសនេះបងប្អូនថាអត់ស្គាល់គុំគួនទេចាំមើលគុំគួនបាទបានឃើញវីដេអូហ្នឹងដៃលកជាវណ្ណាទេបាទអរគុណបាទជួបគ្នានៅក្នុងសប្តាហ៍នេះ